សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបនៃការអាប់ដេត iOS 26ដែលជាចំនួនសាកល្បងដោយក្នុងនោះក្រុមហ៊ុន Apple ទើបតែទម្លាក់ការពីយប់មិញនៅក្នុង event WWDC 2025ដែលយើងរំពឹងថាពីដើមមកហ្នឹងគឺ Apple នឹងទម្លាក់ iOS 19តែដំណឹងបែកធ្លាយមុនហ្នឹងគឺតើតើមួយក្រុមហ៊ុន Apple គឺបានទម្លាក់នៅ iOS 26វិញដើម្បីឲ្យទាន់នៅឆ្នាំមកបងប្អូនអរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំទទួលបាននៅ iOS 26ខ្ញុំនឹងធ្វើការអាប់ដេតជូនទៅកាន់បងប្អូនថាតើមានចំណុចអីថ្មីខ្លះនៅក្នុង iOS 26ដែលយើងទទួលបានហើយយើងធ្វើការអាប់ដេតហ្នឹងដើម្បីធ្វើការចូលទៅកាន់អាប់ដេតបានហ្នឹងគឺបងប្អូនចូលទៅកាន់ setting ដូចរាល់ដងអញ្ចឹងបងប្អូនចូលទៅកាន់ general បងប្អូនចូលទៅកាន់ software updateអញ្ចឹងយើងធ្វើការរងចាំបន្តិចយើងនឹងទទួលបាននៅ software វានឹង load មកហើយបញ្ជាក់ផងដែរសម្រាប់បងប្អូនគឺតើតើជាចំនួន developer account developer ទៅបងប្អូនអាចធ្វើការទទួលបាននៅ software មួយនេះដោយសារ software នេះគឺអត់ទាន់ជាផ្លូវការរបស់បងប្អូនគ្រាន់តែជាចំនួនសាកល្បងទេអញ្ចឹងដើម្បីធ្វើការ download បានខ្ញុំអត់ទាន់ download now ទេមិនថា download now នេះគឺបងប្អូនធ្វើការ downloadរួចរាល់វាអាប់ដេតខ្លួនឯងទៅហ្មងអញ្ចឹងខ្ញុំធ្វើការចុចពីថាអាប់ដេតខ្លួនឯងខ្ញុំស្កត់វាជាប់ខ្ញុំយកពីថា download only អញ្ចឹងវាទាមទារនៅ password ទូរស័ព្ទដៃរបស់យើងអញ្ចឹងខ្ញុំធ្វើការដាក់ password របស់ខ្ញុំបន្ទាប់ពីហ្នឹងមកបងប្អូនធ្វើការរងចាំហើយ iOS 26ហ្នឹងវាមានទំហំដល់ទៅ 14G ជាងបងប្អូនអរគ្នាអាចឃើញមុនហ្នឹងពីលោតនៅឡើយនេះគឺមានទំហំដល់ទៅ 14G ជាងអញ្ចឹងបងប្អូនក៏អាចធ្វើការអាប់ដេតបានដែរហើយបើសិនជាបងប្អូនមានទំហំ memory ទាបក៏កុំទាន់អាប់ដេតដែរហើយក្នុងលក្ខខណ្ឌអាប់ដេតគឺបងប្អូនត្រូវមានថ្មលើសពី 50% បើសិនជាបងប្អូនមានក្រោមនឹងឬក៏ 50% តិចតួចបងប្អូនអាចដោតឆ្នាំសាកទៅមុននឹងអាប់ដេតដើម្បីទាមទារការ error មួយចំនួនណាបងប្អូនអរគ្នាអញ្ចឹងបន្ទាប់ពីយើងធ្វើការ download រួចរាល់ហើយយើងក៏ធ្វើការចុចពីថា install នៅខាងលើនេះពណ៌ខៀវអញ្ចឹងយើងក៏ចុច install មកចឹងវានឹង load ពាក្យថា verify update ចឹងយើងធ្វើការរងចាំបន្តិចតបមកទូរស័ព្ទយើងគឺវាបានរលត់ហើយយើងធ្វើការរងចាំវាបើកឡើងវិញចឹងយើងឃើញវា load នៅ logo Apple ឡើងមកនេះចឹងវាកំពុងតែដំណើរការអញ្ចឹងពេលដែលដំណើរការរួចរាល់ខ្ញុំនឹងជួបបងប្អូនម្ដងទៀតវាបាន load នៅ logo Apple មកចឹងវាបាន load មកមួយសារទៀតចឹងបងប្អូនធ្វើការរងចាំបន្តិចទៅវានឹងដំណើរការ software ហ្នឹងទៅកាន់ទូរស័ព្ទ iPhone របស់យើងអញ្ចឹងវា load មកមួយសារទៀតបងប្អូនអញ្ចឹងក្នុងដំណាក់កាល install ហ្នឹងគឺវា load 2 ដងបងប្អូនទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីយើងធ្វើការ update រួចរាល់បងប្អូននឹងឃើញវា load មកដូចនេះអញ្ចឹងបន្ទាប់ពី load ដូចនេះបងប្អូននឹងឃើញវាជា animation ខុសពីមុនណាអញ្ចឹងដូចលក្ខណៈដែល Apple និយាយថា Quick Glass ហ្នឹងបងប្អូនអញ្ចឹងយើងចុចអស់មកតបមកបងប្អូននឹងឃើញមានចំណុចប្លែកមែនតើទៅលើប៊ូតុងសោដែលយើងដាក់ធ្វើការដោះ password ហ្នឹងអញ្ចឹងខ្ញុំចុច continue ឥឡូវនេះខ្ញុំចុចថា set up letter ខ្ញុំ continue គឺខ្ញុំចុច start អញ្ចឹងយើងចូលទៅកាន់ setting យើងចូលទៅកាន់ general យើងចូលទៅកាន់ about យើងនឹងទទួលបាននៅ iOS 26បងប្អូនអាចឃើញអញ្ចឹងអរគុណសម្រាប់ការតាមដានហើយវីដេអូក្រោយខ្ញុំនឹងបង្ហាញថាតើបន្ទាប់ពីយើងធ្វើការ update ហើយយើងទទួលបានអីថ្មីខ្លះនៅលើ iOS 26នឹងបងប្អូនអាចឃើញវាមានចំណុចប្លែកទៅលើ control center អីផ្សេងហ្នឹងអញ្ចឹងជួបគ្នានៅវីដេអូក្រោយ